បាទសួស្តីអ្នកទាំងអស់គ្នាខ្ញុំយកវីដេអូសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីវីដេអូចេញយូរដែរហើយប៉ុន្តែមើលទៅវាសាហាវគឺបាញ់គ្នាស្ដែងនៅក្នុងលិនដ្ឋានកងទ័ពអ៊ុយក្រែនបានបាញ់សម្រាប់កងទ័ពរុស្ស៊ីឆាវតែម្ដងសុសសាច់អញ្ចឹងវីដេអូនេះវាចេញយូរហើយប៉ុន្តែមើលទៅវារន្ធត់អញ្ចឹងបានប្រទេសកើតសង្គ្រាមគឺវាអញ្ចឹងជីវិតគឺផុយហើយអ្នកដែលទៅធ្វើសង្គ្រាមគឺមិនស្ដាយជីវិតទេបានន័យថាតាទៅធ្វើញីញ័រគឺស្លាប់ហើយអញ្ចឹងវីដេអូអញ្ចឹងយើងគួរតែមើលដែរដោយសារកាលមុនយើងគិតថាប្រទេសពីឆ្នាំ2010ឡើងលើគឺវាមិនអាចកើតសង្គ្រាមទេប៉ុន្តែឥឡូវអ្នកទាំងអស់គ្នាមើលគឺ2020វាចាប់ផ្ដើមមានសង្គ្រាមអ៊ុយក្រែនរុស្ស៊ីនៅសង្គ្រាមនៅភូមាសង្គ្រាមនៅអ៊ីស្រាអែលសង្គ្រាមផ្សេងអញ្ចឹងវីដេអូនេះវាល្អដែរគឺដូចយើងរាល់ថ្ងៃវាក៏ផុយស្រួយដែរប្រទេសជិតខាងអញ្ចឹងយើងមើលវីដេអូនេះគឺស្លាប់ស្ដែងតែម្ដងតែដើរចូលអត់មានប្រុងប្រយ័ត្នអីហ្នឹងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអាចតាមដាន subscribe អ្នកមួយដើម្បីទទួលបានវីដេអូថ្មីទៀត